បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ពាក្យមួយនេះគឺយើងអានថាទៀនណៅទៀនណៅប្រែថាកុំព្យូទ័របាទអក្សរទៀនជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះទៀនទៀនបាទហើយអក្សរណៅជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើណៅណៅអញ្ចឹងពាក្យពីរហ្នឹងគឺយើងអានចូលគ្នាមកថាទៀនណៅទៀនណៅប្រែថាកុំព្យូទ័របាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាសួយភីងសួយភីងបាទប្រែថាដបទឹកអក្សរសួយជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើសួយសួយហើយអក្សរភីងបាទជាសលេងទី2ដែលយើងអានសលេងអូសឡើងលើភីងភីងអញ្ចឹងពាក្យពីរហ្នឹងគឺយើងអានចូលគ្នាមកថាសួយភីងសួយភីងបាទប្រែថាដបទឹកបាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាស៊ីអ៊ីជីស៊ីអ៊ីជីប្រែថាម៉ាស៊ីនបោកខោអាវបាទអក្សរស៊ីជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើស៊ីស៊ីបាទហើយអក្សរអ៊ីជាសលេងទី1ដែលយើងអានសលេងស្មើអ៊ីអ៊ីបន្ទាប់មកអក្សរជីជាសលេងទី1ដែលយើងអានសលេងស្មើដែរជីអញ្ចឹងពាក្យ3ហ្នឹងយើងអានចូលគ្នាមកថាស៊ីអ៊ីជីស៊ីអ៊ីជីបាទប្រែថាម៉ាស៊ីនបោកខោអាវបាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាពីងសៀងពីងសៀងបាទប្រែថាទូទឹកកកបាទសពីងបាទជាសលេងទី1ដែលយើងអានសលេងស្មើពីងបាទពីងបាទហើយអក្សរសៀងជាសលេងទី1ដែរដែលយើងអានសលេងស្មើសៀងអញ្ចឹងពាក្យពីរហ្នឹងយើងអានចូលគ្នាមកបាទថាពីងសៀងបាទប្រែថាទូទឹកកកបាទហើយបន្តមកទៀតសម្រាប់ពាក្យមួយនេះគឺយើងអានថាស៊ីឆិនឈីបាទប្រែថាម៉ាស៊ីនបូមធូលីបាទសស៊ីបាទជាសលេងទី1ដែលយើងអានសលេងស្មើស៊ីបាទហើយបន្តមកទៀតអក្សរឆិនហ្នឹងគឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើបាទឆិនហើយអក្សរឈីគឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះឈីអញ្ចឹងពាក្យ3ហ្នឹងអានចូលគ្នាមកថាស៊ីឆិនឈីបាទប្រែថាម៉ាស៊ីនបូមធូលីបាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាវ៉ុយប៉លូបាទប្រែថាម៉ៃក្រូវ៉េវបាទអក្សរវ៉ុយជាសលេងទី1ដែលយើងអានសលេងស្មើវ៉ុយហើយអក្សរប៉ជាសលេងទី1ដែរដែលយើងអានសលេងស្មើប៉បាទហើយអក្សរលូជាសលេងទី2ដែលយើងអានសលេងអូសឡើងលើលូអញ្ចឹងពាក្យ3ហ្នឹងអានចូលគ្នាមកថាវ៉ុយប៉លូបាទប្រែថាម៉ៃក្រូវ៉េវបាទហើយបន្តមកទៀតសម្រាប់ពាក្យមួយនេះគឺយើងអានថាសោប៉ាបាទប្រែថាអំបោសបាទអក្សរសោជាសលេងទី4ដែលយើងត្រូវអានសលេងសង្កត់ចុះបាទអានថាសោបន្ទាប់មកអក្សរប៉ាហ្នឹងជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើប៉ាបាទអញ្ចឹងពាក្យពីរហ្នឹងអានថាសោប៉ាប្រែថាអំបោសបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ពាក្យមួយនេះគឺយើងអានថាទៀនណៅប្រែថាកុំព្យូទ័របាទអក្សរទៀនជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះទៀនបាទហើយអក្សរណៅជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើណៅអញ្ចឹងពាក្យពីរហ្នឹងគឺយើងអានចូលគ្នាមកថា
ទៀនណៅទៀនណៅប្រែថាកុំព្យូទ័របាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាសួយភីងសួយភីងបាទប្រែថាដបទឹកអក្សរសួយជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើសួយសួយហើយអក្សរភីងបាទជាសលេងទី2ដែលយើងអានសលេងអូសឡើងលើភីងភីងអញ្ចឹងពាក្យពីរហ្នឹងគឺយើងអានចូលគ្នាមកថាសួយភីងសួយភីងបាទប្រែថាដបទឹកបាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាស៊ីអ៊ីជីស៊ីអ៊ីជីប្រែថាម៉ាស៊ីនបោកខោអាវបាទអក្សរស៊ីជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើស៊ីស៊ីបាទហើយអក្សរអ៊ីជាសលេងទី1ដែលយើងអានសលេងស្មើអ៊ីអ៊ីបន្ទាប់មកអក្សរជីជាសលេងទី1ដែលយើងអានសលេងស្មើដែរជីអញ្ចឹងពាក្យ3ហ្នឹងយើងអានចូលគ្នាមកថាស៊ីអ៊ីជីស៊ីអ៊ីជីបាទប្រែថាម៉ាស៊ីនបោកខោអាវបាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាពីងសៀងបាទប្រែថាទូទឹកកកបាទអក្សរពីងបាទជាសលេងទី1ដែលយើងអានសលេងស្មើពីងបាទពីងបាទហើយអក្សរសៀងជាសលេងទី1ដែរដែលយើងអានសលេងស្មើសៀងអញ្ចឹងពាក្យពីរហ្នឹងយើងអានចូលគ្នាមកបាទថាពីងសៀងបាទប្រែថាទូទឹកកកបាទហើយបន្តមកទៀតសម្រាប់ពាក្យមួយនេះគឺយើងអានថាស៊ីឆិនឈីបាទប្រែថាម៉ាស៊ីនបូមធូលីបាទអក្សរស៊ីបាទជាសលេងទី1ដែលយើងអានសលេងស្មើស៊ីបាទហើយបន្តមកទៀតអក្សរឆិនហ្នឹងគឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើបាទឆិនហើយអក្សរឈីគឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះឈីអញ្ចឹងពាក្យ3ហ្នឹងអានចូលគ្នាមកថាស៊ីឆិនឈីបាទប្រែថាម៉ាស៊ីនបូមធូលីបាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាវុយប៉លូបាទប្រែថាម៉ៃក្រូវ៉េវបាទអក្សរវុយជាសលេងទី1ដែលយើងអានសលេងស្មើវុយហើយអក្សរប៉ជាសលេងទី1ដែរដែលយើងអានសលេងស្មើប៉បាទហើយអក្សរលូជាសលេងទី2ដែលយើងអានសលេងអូសឡើងលើលូអញ្ចឹងពាក្យ3ហ្នឹងអានចូលគ្នាមកថាវុយប៉លូបាទប្រែថាម៉ៃក្រូវ៉េវបាទហើយបន្តមកទៀតសម្រាប់ពាក្យមួយនេះគឺយើងអានថាសោប៉ាបាទប្រែថាអំបោសបាទអក្សរសោជាសលេងទី4ដែលយើងត្រូវអានសលេងសង្កត់ចុះបាទអានថាសោបន្ទាប់មកអក្សរប៉ាហ្នឹងជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើប៉ាបាទអញ្ចឹងពាក្យពីរហ្នឹងអានថាសោប៉ាប្រែថាអំបោស